chỉ riêng thầm đa thế bà mà chỉ riêng thầm đa thế lưu cho nhá châu anh bàn tiền cho nhâm lưu một đòn tiền bằng nhâm lưu một đòn tiền đó và ơi cái thầy anh đi trong mình hiện tha cái báo cái bong bóng phần tay bong bóng cha nào được luôn ai nhé bà xong chỉ đẹp xua đằng ọt nia nhom đang bằng hàng đằng ọt niaនៅរឿងមួយថ្ងៃនេះខ្ញុំឃើញមាន alert កម្មវិធីមួយនេះវាមិនមែនជា Telegram ហើយវាក៏អត់ដឹងវាមិនមែនជា Messenger ដែរអូវាជា Telegram បងប្អូនវាជា Telegram នេះគឺជាមិនដឹងថាជាក្រុមហ៊ុនឬក៏ជាស្អីទេហើយវាចូលមកក្នុង Telegram ខ្ញុំដោយគ្មានយើងអត់មានបានដែលតំណែងតំណងឬក៏ស្គាល់វាទេហើយវា alert មកប្រហែលថ្ងៃហើយប្រហែលជា8 9ថ្ងៃ10ថ្ងៃហើយប៉ុន្តែ alert កាលពីមុនគឺខ្ញុំអត់ចាប់អារម្មណ៍ខ្ញុំឃើញមានប្រតិបត្តិការអីអញ្ចឹងនេះមានប្រហែលជាមានអ្នកដែលគាត់ចូលរួមហ៊ុនជាមួយនឹងរឿងហ្នឹងអញ្ចឹងណាបាទនេះឃើញមានប្រតិបត្តិការអញ្ចឹងប៉ុន្តែយើងអត់ដឹងថាវាជាល្បិចឬក៏ជាអីទេហើយនេះគឺគេបង្ហាញថាវាជាប្រាក់ចំណេញហើយនេះគេដាក់ថាវាជាវិនិយោគរាប់ពាន់អ្នកនៅលើនេះរកប្រាក់ចំណូលបានសម្រាប់ពួកគេដោយគ្រាន់តែប្រើវេទិកានេះមានន័យថា account នេះគឺជាវេទិកាមួយសម្រាប់ការវិនិយោគហើយយើងអត់ដឹងថាវិនិយោគនេះទៅលើអីទេក្រុមហ៊ុននេះពិតជាស្របតាមទំនួលខុសត្រូវរបស់ពួកគេដោយផ្ដល់ជូននៅផលចំណេញល្អលើការវិនិយោគទាំងអស់ហ្នឹងហើយវិនិយោគហ្នឹងអត់ដឹងថាវិនិយោគទៅលើអីទេប៉ុន្តែប្រាប់ថាអញ្ចឹងហ្នឹងមានទាំងភាសាបរទេសមានទាំងភាសាខ្មែរអញ្ចឹងណាហើយយើងអូសមើលមកឃើញនៅក្នុងក្រុមនេះមាន member រហូតដល់119 member ប៉ុន្តែធៀបពិតយើងឃើញសកម្មភាពដែលសកម្ម active នៅលើហ្នឹងវាអត់មានអញ្ចឹងទេគឺឃើញដដែលហ្នឹងហើយដដែលហើយយើងមើលនេះ promotion ផែនការផ្សព្វផ្សាយការវិនិយោគពាណិជ្ជកម្មវិនិយោគ$250ទទួលបានវិញគឺ700គឺ$7,500ហ្នឹងហើយវិនិយោគ$500ទទួលបានវិញគឺ$15,000វិនិយោគ$10,000ទទួលមកវិញបាន$30,000វិនិយោគពី$2,000ទទួលបានវិញគឺ$50,000វិនិយោគ$3,000ទទួលមកវិញគឺ$7,000ហើយវិនិយោគ$5,000ទទួលមកវិញគឺ$11,000ហ្នឹងហើយវិនិយោគ$7,000ទទួលបានវិញគឺ$15,000ហើយវិនិយោគ$10,000ទទួលបានមកវិញគឺរាយ10,000,000 $100,000 $300,000ហើយវិនិយោគ$15,000ណាមួយរាយ10,000,000 $15,000ទទួលមកវិញគឺ$40,000ហើយវិនិយោគ$2,000ទទួលបានមកវិញគឺ$50,000ហ្នឹងហើយវិនិយោគនេះគឺ$30,000ទទួលបានវិញគឺ$70,000ពេលវេលានៃការជួញដូរគឺតែ2ទៅ3ម៉ោងប៉ុណ្ណោះវិធីសាស្ត្រទូទាត់នេះដុល្លារដំណើរការនៃការបែងចែកការវិនិយោគគឺ 80% ក្រុមហ៊ុនយកតែ20ទេមានន័យថាគេឲ្យយើងចំណេញដល់ 80% ណោះក្រុមហ៊ុនគេយកតែ20ទេតាក់ទងមកខ្ញុំឥឡូវនេះសម្រាប់ផែនការជួញដូររបស់អ្នកនេះអញ្ចឹងបងប្អូននេះគឺជាថ្មីមួយទៀតដែរសម្រាប់ខ្ញុំហើយវា alert មកជានិច្ចមកហើយខ្ញុំរកកន្លែងប្លុកអត់បានដែរខ្ញុំរកកន្លែងប្លុកអត់ទាន់ឃើញទេហើយចាំមើលខ្ញុំសាកប្លុកកន្លែងនេះមើលមានកន្លែងប្លុកបាត់អូលីវគ្រប់បាទនេះយើងអញ្ចឹងយើងលីវគ្រប់ចោលហើយបាទនេះលីវគ្រប់បងប្អូនខ្ញុំចង់បញ្ជាក់បន្តិចតើតើនឹងការវិនិយោគមួយសម្រាប់ខ្ញុំជាអ្នករៀនខាងថ្នាក់អាជីវកម្មដែរគឺដើម្បីវិនិយោគបានទី1គឺយើងត្រូវតែមានផែនការអាជីវកម្មច្បាស់លាស់ឬគេហៅថា master plan មាន plan មេរបស់ក្រុមហ៊ុនឬអាជីវកម្មហើយដើម្បីទទួលបានការវិនិយោគពីគេហៅថាគេហៅថាចង់ភ្លេចអាពាក្យបច្ចេកទេសហ្នឹងទៀតណាបាទ investor បាទ
dương đầm bay oi investor kia prom vi nhục đã lôi mà lơ dương bán á toàn là dương miền proposal muối đại miền cầm rô mà chỉ vào cam cho bạn lo miền chặt khổ bị say miền từ đại vườn chỉ cam miền vision and mission miền đây tham miền chặt khổ bị say phong miềnไปสกัดcam đạiกับปงดำนาคาพองdương miềnประวัติการเงียกรมหุ่นdương miềnการเจ้าบัญชีตรำตรายจะบ้านlo miềnการปาmiềnการcái hai thà cầm nót cô đá miền cà chia co về về lia cho bác lót từ lừa cà vi này vô hai dương tập present chấm pua mục bo nè dương tập present chấm pua mục nè investor nắng đầm bay oi quạt nắng miền tụm nục chất từ lừa chiều cam bo dương từ quạt hiên đã lùi màu hai chuôn ca lấy dương từ present chấm luôn mà nu đo tâm mà rồi nè rộpแต่เนี่ย investor ជាមួយយើងមួយម្បានផងសពថ្ងៃខ្ញុំក៏មានក្រុមហ៊ុនមួយហើយខ្ញុំកំពុងតែស្វែងរក investor ដែរហើយផែនការអាជីវកម្មរបស់ខ្ញុំគឺមានប៉ុន្តែធៀបពិតទៅគឺខ្ញុំអត់ទាន់អាចរក investor បានទេប៉ុន្តែនៅក្នុងក្រុមហ៊ុននេះគេដាក់អន្ទាក់មកតែម្ដងនេះដាក់អន្ទាក់មកតែម្ដងដាក់ចូលតែ$2,500ទទួលបាន$7,500នេះបងប្អូនបាទដាក់តែ$5,000ចូលទទួលបានផលចំណេញរហូតដល់ទៅមកដល់$10,000អញ្ចឹងអានេះបងប្អូនខ្ញុំអត់តន់ហ៊ាននិយាយថាគេបោកទេគេលុយមានលុយធ្លាក់វិធានសួរណាបាទប៉ុន្តែបើសម្រាប់ខ្ញុំវិញគឺខ្ញុំអត់មានទំនុកចិត្តទៅលើក្រុមហ៊ុនបែបនេះទេបាទព្រោះអីខ្ញុំក៏ជាអ្នករកស៊ីម្នាក់ដែរហើយខ្ញុំក៏ជាអ្នករៀនទៅលើមូលដ្ឋានគ្រឹះនៃអាជីវកម្មខ្ញុំរាល់ថ្ងៃក៏កំពុងតែសេកូដអាជីវកម្មហើយមានទាំងការរៀបចំ business plan master plan យើងត្រឹមត្រូវហើយកំពុងតែធ្វើ proposal ដើម្បីស្នើសុំរក investor ប៉ុន្តែនេះគេចង់ឲ្យបងប្អូន invest ជាមួយនឹងគេដោយងាយស្រួលហ្មងគ្រាន់តែដាក់លុយចូលទៅតាម link មួយនេះទៅគឺคล้ายទៅជាសមាជិករបស់គេហើយគេនឹងទទួលបានប្រាក់ចំណេញតែម្ដងគឺអត់ចាំបាច់ហត់ទៅយកខួរក្បាលទៅគិតណាខ្ញុំអត់ទាន់ដែលបានជួបប្រទះទៅលើមេរៀននៃការអាជីវកម្មបែបនេះទេអញ្ចឹងហើយនេះគឺខ្ញុំសម្រេចចិត្តថាចាក់ចាញ់បាទអញ្ចឹងនេះគឺគ្រាន់តែជាដំណឹងមួយសម្រាប់ជូនទៅដល់បងប្អូនទេហើយបងប្អូនខ្ញុំជំរាបជូនដូចជាតាក់ទងជាមួយនឹងអាជីវកម្មរបស់ខ្ញុំវិញខ្ញុំមាន partner ត្រឹមត្រូវខ្ញុំមានអាជីវកម្មត្រឹមត្រូវខ្ញុំមានប្លង់មេនៃអាជីវកម្មខ្ញុំមានសកម្មភាពបាទមានទាំងមានទាំងបាទប្លង់អាជីវកម្មមាន proposal ដែលយើងបានរៀបចំបាទយើងត្រូវការអ្នកដែលច្បាស់លាស់ជាមួយយើងហើយយើងក៏ត្រូវតែបង្ហាញភាពច្បាស់លាស់ទៅកាន់គេដែរបាទនេះគឺជាគ្រប់ការងាររបស់ខ្ញុំហើយយើងមាន proposal អញ្ចឹងបងប្អូនបាទមិនមែនមានត្រឹមតែ proposal ទេយើងមានទាំងបញ្ជីគណនេយ្យយើងមានអីយើងរៀបចំផែនការអាជីវកម្មផែនការថវិកាយើងមានlogo យើងមានក្រុមហ៊ុនមាន partnership ត្រឹមត្រូវនេះបាទនេះគឺជាប្លង់អាជីវកម្មរបស់ពួកខ្ញុំហើយយើងមានអញ្ចឹងបងប្អូនឃើញទេបាទយើងមានចក្ខុវិស័យយើងមានគម្រោងការត្រឹមត្រូវអញ្ចឹងបាទយើងមានអញ្ចឹងបងប្អូនបាទហើយយើងមានទាំងអស់ហ្នឹងហើយយើងរក investor អត់ទាន់បានផងបាទយើងកំពុងតែធ្វើសកម្មភាពជាប្រចាំនេះមកចក្ខុវិស័យរបស់ពួកយើងនេះសេវាកម្មបាទតកតងជាមួយនឹង tour យើងមានកន្លែងកំសាន្តដែលយើងបានទៅនេះហើយយើងមានធីមរបស់យើងបាទដែលជាក្រុមការងារដែលកំពុងតែសកម្មជាមួយនឹង project របស់យើងដែរបាទអញ្ចឹងយើងមានទទួលសេវាកម្មលក់សេវាកម្មបាទយើងមានសពគ្រប់បងប្អូនកម្មរបស់យើងគឺមានការផ្សព្វផ្សាយតំបន់ទេសចរវប្បធម៌អរិយធម៌ក៏ដូចជាតំបន់អេកូទេសចរធម្មជាតិរួមជាមួយនឹងអាជីវកម្មខ្នាតតូចដែលផលិតដោយស្នាដៃខ្មែរយើងជួយផ្សព្វផ្សាយបាទជាមួយនឹងសហគមន៍របស់ខ្មែរទាំងសហគមន៍នៅជនបទហើយនិងសហគមន៍ចំណីអាហាររួមទាំងសហគមន៍ពាណិជ្ជកម្មផងដែរយើងមានដំណើរកំសាន្តយើងមានការកក់សំបុត្រជូនទៅដល់អតិថិជនសម្រាប់ការធ្វើដំណើរទាំងក្នុងប្រទេសនិងក្រៅប្រទេសយើងមានទាំងគម្រោងថានឹងបង្កើត system មួយដើម្បីគ្រប់គ្រងទៅលើផ្នែករដ្ឋបាល
បាទផ្នែករដ្ឋបាលគណនេយ្យបាទទៅលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហើយ app នេះយើងនឹងធ្វើទៅសម្រាប់ជួយទៅដល់ក្រុមហ៊ុនបណ្ដាអាជីវកម្មមួយចំនួនដែលគាត់មានបំណងថានឹងចង់ប្រើប្រាស់គេហៅថា system ដែលគ្រប់គ្រងអាជីវកម្មរបស់គាត់ប្រកបទៅដោយតម្លាភាពហើយដល់យើងប្រើកម្លាំងមនុស្សតិចយើងចំណាយត្រឹមតែមួយឆ្នាំ$150គឺយើងទទួលបានការគ្រប់គ្រងគណនេយ្យច្បាស់លាស់ហើយមានតម្លាភាពនេះគឺជាគម្រោងរបស់ធួផាតយើងដែលកំពុងតែរៀបចំបង្កើតវាឡើងហ្នឹងបងប្អូនបាទអញ្ចឹងយើងមានទាំងអស់នេះហើយនេះយើងមានទាំងការវិភាគទៅលើទិន្នន័យទេសចរជាតិនិងអន្តរជាតិដែលគាត់បានចូលមកចាយលុយនៅកម្ពុជាយើងតាំងពីឆ្នាំ2019រហូតដល់ឆ្នាំ2024យើងមានទិន្នន័យត្រឹមត្រូវដែលយើងមាន link សម្រាប់ចូលទៅ search យកទិន្នន័យពីខាងក្រសួងទេសចរយើងបានសិក្សាទៅលើទិន្នន័យដែលជាតលហេកច្បាស់លាស់នៅក្នុងអាជីវកម្មរបស់យើងមានចក្ខុវិស័យរបស់យើងនេះភ្ញៀវក្នុងស្រុកបាទភ្ញៀវអន្តរជាតិនិងអាជីវកម្មបាទអាជីវកម្មក្នុងស្រុកយើងមានការផ្សព្វផ្សាយយើងមាន partner ដែលមានជំនាញហើយយើងមានការវិភាគការវាយតម្លៃទៅលើផលនៃការវិនិយោគរបស់យើងទី1ទី2ទី3បាទឆ្នាំទី1ទី2ទី3ត្រូវចំណាយប្រហែលចំណូលប្រហែលគឺយើងមានការវិភាគច្បាស់លាស់បាទនេះគឺជាការប្រើប្រាស់ទុនបាទឃើញទេបាទគឺយើងមានការកណនាត្រឹមត្រូវទៅលើអាជីវកម្មនីមួយៗអញ្ចឹងនេះគឺជា master plan របស់យើងហើយក៏ជា proposal ដែលយើងកំពុងតែស្វែងរក investor ដើម្បីទទួលបានការវិនិយោគច្បាស់លាស់ហើយយើងនឹងទទួលបានប្រាក់ចំណេញទាំងអស់គ្នាក៏ប៉ុន្តែដោយព័ត៌មានខាងដើមដែលបានបង្ហាញមុននេះមិញហ្នឹងគឺខ្ញុំអត់ហ៊ានថាគេបោកប្រាស់ទេប៉ុន្តែគាត់តែខ្ញុំអត់ដែលឃើញការវិនិយោគបែបងាយស្រួលអញ្ចឹងទេបងប្អូនខ្ញុំធ្វើ3នាក់ឈឺក្បាលហាលថ្ងៃបាទហើយយើងក៏មានការសហការជាមួយនឹងដៃគូពាណិជ្ជកម្មផ្សេងដូចជាក្រុមហ៊ុនទេសចរឡានក្រុងអ្វីដែលជាបេសកកម្មរបស់យើងកំពុងតែធ្វើហើយប៉ុណ្ណឹងហើយយើងអត់ទាន់បានរកនៅ investor ដែលអាចសហការជាមួយគ្នាបានចំគោលដៅផងចេះសម្បំរៀងដូចប្រហែលជាមិញនេះតើបងប្អូនយល់ថាវាយ៉ាងម៉េចដែរបាទបងប្អូនយល់ថាតើជារូបភាពអីអញ្ចឹងណាបាទអញ្ចឹងបងប្អូនពិចារណាទៅបើឃើញបែបនេះសូមកុំបាទសូមកុំព្យាយាមវិនិយោគទៅលើរបរដែលគ្មានឫសគល់បាទរបរដែលគ្មានឫសគល់ឬក៏យើងមិនយល់ពីវាបាទអញ្ចឹងសម្រាប់ខ្ញុំមានដំណឹងតែប៉ុណ្្នឹងទេជូនទៅដល់បងប្អូនហើយព្យាយាមកិច្ចឲ្យឆ្ងាយពីរឿងទាំងអស់ហ្នឹងបង្ការក្រែងលោចាញ់បោកខាត់បងទ្រព្យសម្បត្តិណាបាទបើសិនជាការវិនិយោគនោះមានការណែនាំច្បាស់លាស់មាន master plan មានគម្រោងផែនការអាជីវកម្មមាន team មានអីត្រឹមត្រូវអាហ្នឹងបងប្អូនគួរពិចារណាហើយក៏មិនប្រកាសថាត្រូវតែជឿដែរព្រោះការរស់ស៊ីវាមិនប្រកាសថាពិតជាជោគជ័យ 100% ប៉ុន្តែយ៉ាងណាអ្នករកគេមានបទពិសោធន៍គេមានទៅខ្លាំងមែនតែនបងប្អូនបាទខ្លាំងមែនតែនប្លុកមិញខ្ញុំលីវគ្រប់ចាញ់ហើយឥឡូវចូលមកវិញទៅអូតូអេគិតតែណាខ្លាំងមែនតែនខ្លាំងមែនតែនបាទមិញនេះខ្ញុំលីវគ្រប់នឹងចាញ់ហើយបាទឥឡូវនឹងមកវិញទៀតបាទមកវិញទៀតហើយវាមិនមែនជា Telegram ហើយក៏វាមិនដឹងថាជាស្អីបាទយើងចូលមក check នៅក្នុង Telegram អូ Telegram មែនតើនេះបងប្អូនបាទអញ្ចឹងមិញខ្ញុំលាវចាញ់ហើយបាទខ្ញុំលាវជូនបងប្អូនមើលបាទគេលាវចាញ់ហើយឥឡូវចូលមកវិញទៀតបងប្អូនបាទអញ្ចឹងនេះមិនមែនជារឿងធម្មតាទេបាទមិនមែនជារឿងធម្មតាទេលាវចាញ់ហើយចូលវិញបានទៀតអញ្ចឹងខ្ញុំលាវម្ដងទៀតបងប្អូនខ្ញុំលាវម្ដងទៀតណាបាទអើយគិតថាអានេះខ្ញុំមិនហ៊ានថាគេបោកទេបងប្អូនប៉ុន្តែបងប្អូនពិចារណាដោយខ្លួនឯងណាបាទ